សម័យព្រះព្រះអង្គប្ររពអំពីនាងសិរិមាជាស្ត្រីសោភិនីហើយនាងសិរិមាហ្នឹងគឺ500ជាតិគ្រាន់តែជាស្ត្រីសោភិនីបព្វកម្មរបស់នាងណាត្រូវធ្វើណាចិញ្ចឹមជីវិតដោយមុខរបរអញ្ចឹងប៉ុន្តែជាតិហ្នឹងនាងកើតជាស្ត្រីសោភិនីមានរូបសម្បត្តិស្អាតគ្រប់ជាតិណានាងសិរិមារូបសម្បត្តិស្អាតណាស់ដោយអានិសង្សនៃការបានសាងណាប្រគេនចៃវរទានចំពោះព្រះបច្ចេកពុទ្ធណាច្រើនអង្គអញ្ចឹងជាតិហ្នឹងនិយាយពីជាតិមួយហ្នឹងនាងកើតជាស្ត្រីសោភិនីទៀតមានរូបសម្បត្តិស្អាតទៀតប៉ុន្តែនិស័យចិត្តថ្លើមជាតិហ្នឹងខុសពីជាតិដទៃគឺមួយរាត្រីទទួលបរិសម្នាក់បានប្រាក់ 1000 កហបណៈមកអត់យកប្រាក់ហ្នឹងទៅណាទេចាត់ចែងឲ្យខ្ញុំបម្រើក្នុងផ្ទះហ្នឹងអរតនីនិមន្តព្រះភិក្ខុអង្គព្រះសង្ឃ7អង្គរៀងរាល់ថ្ងៃអញ្ចឹងមួយថ្ងៃទទួលណាបរិសម្នាក់បាន 1000 កហបណៈមកនិមន្តលោក7អង្គមកទទួលផាត់ព្រឹកស្អែករៀងរាល់ថ្ងៃអញ្ចឹងបានលុយហ្នឹងមកអត់យកទៅណាទេណាធ្វើបន់ឲ្យទានប្រគេនផាត់ប៉ុន្តែមន្ត្រីដតីមានឋានៈមុខមាត់ប៉ុណ្ណាក៏ដោយមកស្រីដណ្ដឹងនាងអត់ទទួលយកជាប្តីទេសពចិត្តរស់នៅរបៀបអញ្ចឹងកម្មបព្វកម្មរបស់នាងត្រូវតែទទួលផលរបៀបអញ្ចឹងណាជាកម្មជាហេតុរបស់នាងត្រូវទទួលផលអញ្ចឹងអញ្ចឹងបានមកសាបញ្ជាក់ថាគូខ្លាចគ្មានខ្លាចអីជាងកម្លាំងកម្មទេណាក្បិតកភ្លើងបថៅនេះមិនគួរឲ្យខ្លាចទេអ្វីដែលគួរឲ្យខ្លាចគឺកម្មដែលយើងបានសាងហើយណាម្នាក់ខុសពីគ្នាដល់តែណាល្បីនាងសាទអញ្ចឹងមានភិក្ខុមកឆាន់អញ្ចឹងអង្គខ្លះលោកនៅជាបឋិជនមកឆាន់ឲ្យឃើញនាងសិរិមាស្អាតអញ្ចឹងទៅវត្តវិញលួចទៅសើណានិយាយគ្នាមកចោះនាងសិរិមាក៏ស្អាតអីស្អាតមកល្អចេះល្អចោះនិយាយគ្នាលោកក្នុងវត្តហ្នឹងណាហើយដល់លោកដតីនោះនៅក្បែរហ្នឹងលឺសូចុះនាងហ្នឹងគេទៅសើទៅស្អាតចេះស្អាតចុះណាងកាលបានអញបានព្រះលោកចាត់ឯងទៅឆាន់ដល់ផ្ទះនាងហ្នឹងណចេះគិតក្នុងចិត្តអញ្ចឹងណាចង់ទៅឆាន់មើលនាងស្អាតប៉ុណ្ណាលឺតែគេទៅសើដល់ចៃដន្យអីថ្ងៃហ្នឹងប្រមុខលៀនព្រះសិរីបុត្រចាប់ភិក្ខុហ្នឹងឲ្យត្រូវស្អែកហ្នឹងត្រូវនិមន្តទៅឆាន់ជាមួយគេណាជារៀងរាល់ថ្ងៃចឹង7អង្គផ្លាស់ដូរគ្នាអង្គនេះអង្គនោះអង្គនេះអង្គនោះផ្លាស់ដូរគ្នាអត់តែមួយអង្គទេដល់ដឹងតែខ្លួនឯងបានទៅដោយបំណងចង់ទៅមើលគេទៅសើតានាងនឹងវាស្អាតតែម៉េចបងណាព្រលឹមឡើងម៉ោង4ឡើងស្រង់ទឹករៀបចំខ្លួនក្រងចពោទៅចាំគេនៅខ្លងព្រាបាត់អាគេនេះគេមិនតាន់ងើបបងម៉ោង4ទៅឈរចាំគេនៅខ្លងទ្វារហើយដល់ភិក្ខុ6អង្គទៀតតែត្រូវទៅជាមួយ7អង្គហ្នឹងរកមើលភិក្ខុអង្គហ្នឹងចេញពីកត់ទៅណាគេត្រូវវេនខ្លួនឯងទៅឆាន់ឬសូទៅចង់ទៅផ្ទះនាងសិរិមាមិនបានងើបទៅណាបានព្រមណាមកជុំគ្នានឹងអាចចេញដំណើរដល់មិនឃើញទៅវាអស់ឡាត់ទៅពីម៉ោងវាចិត្តថ្ងៃណាស់ហើយអញ្ចឹងចេញមកខ្លងទ្វារមើលភិក្ខុនឹងអង្គុយចាំនៅខ្លងទ្វារឲ្យបាត់ណាអាវាស្រឡាញ់គេដល់ប៉ុណ្ណឹងដល់ឃើញផងហ្នឹងណាគាត់តែលឺសូគេទៅសើទៅស្អាតឃើញទេការជាប់ជំពាក់ហ្នឹងមិនមែនមានតែកុហកទេអបបចិត្តហ្នឹងក៏មានដែរដល់ទៅដល់ផ្ទះនាងសិរិមាវិច័យដនអីថ្ងៃហ្នឹងនាងវាឈឺដល់ឈឺវាអត់ធ្វើរៀបចំអីគេបានមកប្រគេនតែមួយផ្លែតប្រគេនចង្ហាន់ហើយចូលទៅក្នុងវិញបាត់ទទួលពររួចចាប់សពគ្រប់គ្រាន់តែឃើញគេមកផ្លែតប៉ុណ្ណឹងយកមកហើយមកវិញរៀនក៏មិនរៀនសឹងក៏មិនសឹងគួយបិឈរចកងចេះតែកវីប្រកេះវីប្រកេះអូយចុះក៏ស្អាតអីស្អាតមែនលោកស្អាតណាស់ណាសាច់ក៏វាសតកៀកក៏វាសំណាសក់ក៏វាល្អណាភ្នែកនឹងខ្មៅដូចពេជ្រឆ្នៃបើណានិយាយពីម្រាមដៃដូចបលាក្រូចបើសំដីនឹងក៏លួចដូចសារិកាបើនឹងព្រោះណាស់ល្អណាស់ស្អាតណាស់ចេះម្នាក់ឯងក៏វីក៏បាល់អត់រៀនធေါ်អីទេហើយព្រះនោះព្រះអង្គប្រមាលមើលមកណាភិក្ខុនេះជាប់ជាពាក់នឹងរូបហ្នឹងហើយណាគ្មានបដិបត្តិធម៌សម្រាប់ធម៌អីគេទេណានិយាយកាត់សេចក្តីនៃរូបមកព្រោះយកពេលវេលាតិចទៀតនៅសំណួរយើងត្រូវសរុបបន្តិចទៀតដល់តែពេលព្រះលោកដឹងលោកអត់តន់សម្ដែងទេព្រោះសម្ដែងពេលហ្នឹងក៏ស្ដាប់មិនបានទេព្រោះសត្វវាកំពុងជាប់ជាពាក់អង្វែងណាស់ហើយចាំមើលមានឱកាសល្អបានព្រះអង្គសម្ដែងណាដល់វិច័យដនអីនាងសិរិមាឈឺកាន់តែធ្ងន់ទៅស្លាប់ដល់ស្លាប់ក៏បានប្រសេនតិកោសលព្រះសម្មាសម្ពុទ្ធប្រើអគ្គសាវកទៅប្រាប់បរិជាថាពួកនាងនឹងអត់មានសាច់ញាតិទេនៅតែឯងណាល្បីពេញមកក្រុងតានាងនឹងស្អាតហើយរកស៊ីមុខល្អអញ្ចឹងដែលអញ្ចឹងព្រះសម្មាសម្ពុទ្ធដឹងថាភិក្ខុនឹងជាប់ជាពាក់មានមន្ត្រីដតីទៀតតម្រង់ជួគ្នាបើឲ្យតែល្ងាចឡើងមកឈរតម្រង់ជួគ្នាចាំមើលនាងរើសយកតែម្នាក់ទេក្នុងមួយថ្ងៃណាវងវែងគេឈួតអស់មកក្រុងដោយអ្នកផឹកស្រាអញ្ចឹងណាញោមណាវងវែងគេអស់មកក្រុងអញ្ចឹងហើយដល់អញ្ចឹងព្រះលោករកបាយចាំមានឱកាសហ្នឹងបំរុងនឹងសម្ដែងធម៌ប្រោសប៉ុនរកឱកាសវាមិនតាន់បានឥឡូវបានឱកាសហើយនាងស្លាប់ហើយចឹងប្រាប់ទៅបរិជាថាកំអាលឲ្យយកសពនាងហ្នឹងទៅបូជាឬបញ្ចុះឲ្យយកទៅព្យួរចោលនៅលើចុងឈើក្នុងព្រៃហ្នឹងរយៈពេលមួយសប្តាហ៍ក្រោយចាំទៅជុំគ្នាកន្លែងសាកសពហ្នឹងបកោប្រកាសប្រាប់អ្នកនៅក្នុងក្រុងទាំងអស់ហ្នឹងទាំងលោកទាំងប្រសក់ដែលធ្លាប់ស្រឡាញ់នាងសិរិមាហ្នឹងឲ្យទៅជុំគ្នាកន្លែងសពហ្នឹងដល់7ថ្ងៃក្រោយទៅជុំគ្នា
ព្រះសម្មាសម្ពុទ្ធប្រាប់បបាច់ប្រសេនតិកោសលធម្មរាជឥឡូវមហារាជឲ្យអាមាត្យប្រកាសទៅព្រោះឥឡូវនេះបើអ្នកស្រឡាញ់ទាំងអស់តាំងមន្ត្រីថ្នាក់តូចថ្នាក់ធំតាំងពជារាជកំឡោះកំមុំអ្នកមានណាប្តីហើយណាអ្នកមានប្រពន្ធហើយអ្នកមិនទាន់មានប្រពន្ធតាំងប្រសងតាំងប្រសក់ដែលធ្លាប់ស្រឡាញ់ហ្នឹងណាមួយរាត្រី1000កហបណៈពីមុនឥឡូវប្រកាសលក់ទៅបងណាចាប់ពីថ្ងៃហ្នឹងទៅមិនមែនមករាត្រី1000កហបណៈទេឲ្យតែ1000កហបណៈយកទៅរហូតមកយកដាច់ណាចង់បានបងអាមាត្យទៅប្រកាសឥឡូវបរិជាលោកសពបរិជាហារតីអ្នកទាំងអស់គ្នាពីមុនស្រឡាញ់នាងសិរីមាណាអូឥឡូវនេះបរិជាថាមិនចាំបាច់មកតម្រង់ជួគ្នាឈរទិញ1000កហបណៈឈរឲ្យលុយ1000កហបណៈចាំនាងរើសនាំប្របាក់ទៀតទេមួយរាត្រីទៀតទេឥឡូវយករហូតទៅ1000កហបណៈទេស្ងាត់ឈឹងអត់មានណាលើមើលអត់ថាចង់បានបានអីយកបើអាខ្ទុះនេះវាហូរតាមភ្នែកតាមច្រមុះតាមមាត់ណាឈាមនឹងវាធ្លាក់ចុះដាច់ទឹកកជាធ្លាក់មកតិចផងអីផងអាសក់ក្បាលវាអង្គុះអស់ទៅឃើញពុកផុយស្អុយរលួយជាអសពសញ្ញាអាណាគេចង់បានទេដល់ស្ងាត់ឈឹងអញ្ចឹងហេក្រៃលោថ្លៃពេកអញ្ចឹងអាម៉ាក់មើលឲ្យចុះ200ទៀតដល់សល់800ណាឥឡូវ800មានអ្នកណាយកទេស្ងាត់ឈឹង8ក៏អត់ហេឥឡូវ8ដូចថ្លៃដាក់6 600ក៏អត់400ក៏អត់200ក៏អត់100ក៏អត់ឥឡូវម៉ាក់ដើម្បីទេហើយបាច់យកលុយឲ្យទៅទេអាណាយកណាប្រកាសមកឥឡូវព្រះរាជាសពរាជហារតីណាចង់បានឲ្យទៅទេរបស់បាច់អស់លុយអត់មានអ្នកត្រូវការទេពេលហ្នឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងទៅមនាលភិក្ខុទាំងឡាយមនាលអ្នកទាំងឡាយការត្រេកអរជាប់ចម្ពាក់នឹងរូបនេះគ្មានក្លឹមទេជារបស់ពុកផុយស្អុយរលួយប្រៀបឧបមាហាក់បីដូចជាផ្កាដែលរីកស្រស់ស្អាតនៅពេលហ្នឹងយើងត្រូវការគ្រប់គ្នាចង់ណែបណឹបជាមួយនឹងផ្កាហ្នឹងនៅពេលដែលផ្កាហ្នឹងធ្លាក់ចុះចាកពីតងហើយណាគ្មានអ្នកណាត្រូវការគ្មានអ្នកណាចង់ក្បែរទៀតទេដូច្នេះរូបរបស់យើងជារបស់មិនមានក្លឹមរឿងអីដែលយើងទៅប្រព្រឹត្តខុសព្រៃផ្សៃប្រពន្ធកូនអ្នកដទៃរឿងអីដែលយើងត្រូវដួងហែកប្រាថ្នាជាប់ជាពាក់ជាមួយនឹងរូបហ្នឹងបានសัตว์លោកទាំងអស់ពិចារណានៅក្នុងអសុបសញ្ញានឹងអ្នកខ្លះបានសម្រេចសោតាសកតិអនាគាច្រើនគ្នាឥឡូវសរុបរួមប៉ុណ្ណឹងចង់បញ្ជាក់ញាតិញោមថាកុំឲ្យវាជាប់ជាពាក់ត្រេកតាជាមួយនឹងណារបស់មិនស្អាតនឹងមកចាប់ទុកតែរូបនឹងអត់ស្អាតទេគ្មានកន្លែងណាស្អាតទេបើយើងពិចារណាតិចទៅញោមថាខាងក្រៅស្អាតអាត្មាថាខាងក្រៅនឹងក៏វាអត់ស្អាតដែរមែនទេណាខាងក្រៅនឹងយើងមើលតែច្រមុះយើងមានអីក្នុងច្រមុះអាចច្រមុះចិត្តតិចយើងមានស្អីក្នុងតិចអាចតិចថ្មិញមានអីក្នុងថ្មិញឃ្លៀកយើងមានអីក្នុងឃ្លៀកណាហ្នឹងអាហ្នឹងទាំងអស់ហើយភ្នែកយើងមានអីក្នុងភ្នែកវាអត់កន្លែងស្អាតអញ្ចឹងអត់មានរឿងអីដែលយើងត្រូវជាប់ចម្ពាក់ណាដល់យើងពិចារណាតិចទៅយើងនឿយណាយទៅណាមិនគួរអីដែលយើងត្រូវប្រាថ្នាហួងហែងណាមានប្រពន្ធមានកូនហើយទៅប្រព្រឹត្តខុសលើអ្នកដទៃ